ពីមក្រសោបគឺជារមណីយដ្ឋានអេកូទេសចរធម្មជាតិព្រៃកោងកាងដ៏ស្រស់ត្រកាលនិងជាគោលដៅទេសចរដ៏មានប្រជាប្រិយភាពមួយប្រចាំស្រុកមណ្ឌលសីមាខេត្តកោះកុងទីនេះប្រជុំទៅដោយព្រៃកោងកាងរាប់ម៉ឺនដើមដែលដុះលាតសន្ធឹងជាច្រើនហិកតាលើផ្ទៃមហាសាគរហើយក៏ជាតំបន់អភិរក្សព្រៃកោងកាងដ៏ធំជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តកោះកុងភាគច្រើននាំគ្នាសម្ដៅមកកាន់សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពីមក្រសោបមុនគេហើយពួកគេបានលើកសរសើរពីសក្តានុពលទេសចរធម្មជាតិនៅទីនេះមិនដាច់ពីមាត់ថាប្លែកភ្នែកនិងសម្រស់ធម្មជាតិបានមកទស្សនាម្ដងហើយតែងតែចង់មកម្ដងទៀតចូលចិត្តទេសភាពបែបនេះវិញណាមានដើមកោងកាងដើមអីចឹងហ្នឹងហើយបានទៅលេងណាខ្លះក្រៅពីនោះទៅខ្លួនឯងនៅស្ងៀមឡើងចិត្តហាក់ឡែកហាក់ឡែកចាបាទហើយប៉ុន្តែមកនេះមានអារម្មណ៍មិនដែរហាក់តែមកលេងនៅនោះមានអារម្មណ៍ថា fresh ចាបានទៅដល់កន្លែងណាខ្លះហើយនៅចូលទីនេះទៅចូលមកចាប៉ុន្តែដឹងកន្លែងហ្នឹងមានអីខ្លះដែរមានតាដឹងតាមានឆ្នេរសាច់បងមានគេលក់អីលក់នៅហ្នឹងដែរចាឆ្នេរវាមានខ្សាច់អត់សូវមានដើមឈើទេតែនៅហ្នឹងមានឆ្នេរសាច់ស្អាតចាចាពណ៌សរបស់ហ្មងហ្នឹងហើយចាអីខមមិនអោយមកហ្នឹងដោយសារហ្នឹងវាធម្មជាតិពិតៗវាមើលវាដើមឈើច្រើនវាទេសភាពក៏ល្អតម្លៃក៏សមរម្យអាហារឋានអីចឹងដែរបងចាអត់ទេបងខ្ញុំមកតម្លៃតដែរអត់ឡើងថ្លៃអត់ចុះឲ្យពេលបុណ្យទានអីក៏វានៅតម្លៃប៉ុណ្ណឹងដែរចាមកនេះប្រហែលលើកបានតាមកច្រើនដល់ឲ្យបងខ្ញុំនៅនេះចាខ្ញុំនៅតែចង់មករហូតហើយឆ្នាំនេះគេចាក់កស៊ូថែមបើតាមខ្ញុំអ្នកហត់ម៉ូតូល្អមែនតែនហ្មងវាអត់អាលាក់អត់ដល់វាអាលាក់បាក់បូលបាក់អីម៉ូតូអស់ហ្នឹងណាដល់គេចាក់អញ្ចឹងយើងវាស្រួលវាអត់អាលាក់បាទសន្តិសុខវាល្អច្រើនទី1អត់មានចោលក្មួយទេទី2ទៀតការធ្វើដំណើរអត់សូវមានឃើញគ្រោះថ្នាក់អីទេកន្លងមកបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយុទ្ធសាស្ត្រស្ដារប្រទេសឡើងវិញលើគ្រប់វិស័យបន្ទាប់ពីវិបត្តិ COVID-19 សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពីមក្រសោបបាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអនាម័យបរិស្ថានលើកកម្ពស់សោភ័ណភាពនិងគុណភាពសេវាកម្មដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកលេងកម្សាន្តលំហែកាយទៅតាមចំណង់ចំណូលចិត្តលោកសៀកសាប៊ុនប្រធានសហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពីមក្រសោបបានថ្លែងឲ្យដឹងថាក្នុងគ្រាដែលប្រទេសកម្ពុជានិងខេត្តកោះកុងផ្ទាល់រងឥទ្ធិពល COVID-19 ពីមក្រសោបប្រែជាស្ងាត់ជ្រងំគ្មានភ្ញៀវទេសចរចូលមកកម្សាន្តនោះទេដែលធ្វើឲ្យចំណូលសេដ្ឋកិច្ចប្រចាំថ្ងៃក៏បាត់បង់ប៉ុន្តែសប្តាហ៍ថ្ងៃវិស័យទេសចរក្នុងសហគមន៍បានវិលត្រឡប់មកភាពដើមវិញថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគឺថាកំណើតភ្ញៀវទេសចរខ្ញុំហ្នឹងមកលេងចូលទស្សនារមណីយដ្ឋានទេសចរពីមក្រសោបហ្នឹងឃើញថាមានការឡើងហើយក្នុងរយៈ1ខែខ្ញុំគិតយងមកវាមិនក្រោមពី2000ទៅ3000នាក់នេះបាទសម័យកូវីដហ្នឹងឃើញថាអស់លោកស្រីដឹងហើយថាយើងមិនបាច់និយាយទេសម័យកូវីដគឺភ្ញៀវទេសចរគាត់មិនបានដើរលេងទេដោយសារមនុស្សយើងមិនហ៊ានដើរលេងដោយខ្លាចឆ្លងកូវីដនេះហើយដោយសារប្រមុខរាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងការពារហ្នឹងឃើញថាកូវីដមានការថយចុះហ្នឹងកំណើនទេសចរខ្ញុំមកកាន់តំបន់ខ្ញុំហ្នឹងមានការកើនឡើងជាលំដាប់បាទបើនិយាយពីរួមថាយើងនឹងមានផែនការពង្រីកកន្លែងវិស័យទេសចររបស់យើងហើយដូចអស់លោកស្រីបានឃើញថាយើងមានតែប៉ុណ្ណឹងមិនគ្រប់គ្រាន់នៃតម្រូវការភ្ញៀវទេយើងនឹងរីកចុះបដែតទឹកនៅឆ្នេរហើយយើងមានប៉មកម្ពស់17ម៉ែត្រសម្រាប់មើលព្រៃធម្មជាតិមើលសត្វសោតមើលសត្វស្រាប់មើលអ្នកនេសាទនេះយើងនឹងរីកនឹងបន្ថែមទៀតបាទហើយក៏យើងសិក្សាពីកន្លែងតំបន់ផ្សេងដែលគេភាពទាក់ទាញរបៀបនេះតម្រូវការភ្ញៀវហើយតម្រូវការមិនដើម្បីភាពទាក់ទាញខ្ញុំនឹងពង្រីកបន្ថែមនៅសេវានេះបន្តទៀតដោយសារយើងទៅមើលពីកូវីដដោយសារយើងកំពុងតែសន្សំប្រាក់ដើម្បីឲ្យមានសល់នៅក្នុងតំបន់យើងហើយយើងនឹងកែលម្អដូចមុខឃើញបានឃើញស្រាប់ហើយអស់លោកស្រីនេះស្ពានយើងកែបាន200ជាងម៉ែត្រនេះយើងនឹងកែតម្រូវឲ្យវាធំជាងមុនហើយមានជាប្រកាន់ដៃចឹងទៅធ្វើដើម្បីឲ្យភ្ញៀវចេញចូលឲ្យបានស្អាតបាទសូមអរគុណ
លើសពីសម្រាប់ធម្មជាតិព្រៃកោងកាងសហគមន៍អេកូទេសចរពីមក្រសោបបានតាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានមកដល់ឲ្យជាប់ចិត្តជាមួយនឹងអាហារសមុទ្រធម្មជាតិស្រស់ៗដូចជាត្រីសមុទ្រក្តាមបង្កងបង្គាមឹក oyster ជាពិសេសខ្យងចំពោះទានិងគ្រឿងសមុទ្រជាច្រើនប្រភេទទៀតព្រោះទីនេះគឺជាជង្រុកនៃជីវៈចម្រុះសមុទ្រជាច្រើនប្រភេទដែលរស់នៅអាស្រ័យនឹងដើមកោងកាងចុកអង្គុយមហាកាយហូបចុកនៅតំបន់យើងហើយយើងមានស្ពានប៊ីតុង666ម៉ែត្រមានស្ពានយូលឆ្លងកាត់ព្រែកមួយទៅព្រែកមួយហ្នឹងហើយមានប្រវែង 50.2 បាទហើយប៉មឡើងមើលព្រែកធម្មជាតិហ្នឹងគឺមានកម្ពស់17ម៉ែត្រហើយយើងមានសេវាកម្មទូកបាទសេវាកម្មទូកហ្នឹងខ្ញុំជម្រាបជូនអស់លោកស្រីថាឲ្យបានដឹងថាយើងមានប៉ាណូកំណត់តម្លៃច្បាស់លាស់មានជុំទី1គឺតម្លៃតែ 20000 រៀលជិះពីកន្លែងផែចុះទូកហ្នឹងមកកន្លែងលក់សមុទ្រហ្នឹងចម្ងាយ2គីឡូជាងហ្នឹងគឺយកតែ 20000 រៀលទេក្នុងទូកមួយទូកបាទចំនួន10នាក់នេះបាទ10ពី10ទៅ12នាក់បាទចំនួនហ្នឹងហើយទីជុំទី2ហ្នឹងគឺកោះតៃវ៉ាន់ហ្នឹងមានចម្ងាយគីឡូហ្នឹងគឺមាន4គីឡូកន្លះគឺតម្លៃ 40000 រៀលហើយជុំទី3ហ្នឹងគឺយើងទៅលេងឆ្នេរហ្នឹងអស់លោកស្រីថាឆ្នេរនេះជាឆ្នេរធម្មជាតិទៅមានខ្យល់បរិយាកាសបងប្អូនចង់មើលអ្នកនេសាទចង់មើលសត្វស្លាបអាហ្នឹងមើលត្រីផ្សោតអាហ្នឹងហើយជាកន្លែងសក្តានុពលដើម្បីភាពទាក់ទាញហ្នឹងគឺថាឥឡូវហ្នឹងបើនិយាយភ្ញៀវមក1000នាក់គឺជីស្ទូកសឹង1000នាក់គាត់ទៅលេងគាត់មើលព្រៃកោងកាងមើលភូមិករប្រជាពលរដ្ឋខ្ញុំហើយមើលតំបន់ឆ្នេរនេះបាទសហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពីមក្រសោបបច្ចុប្បន្នបានផ្ដល់ឱកាសការងារនិងប្រាក់ចំណូលជាច្រើនពីវិស័យទេសចរដល់ប្រជានេសាទសរុបប្រមាណ300គ្រួសារក្នុងសហគមន៍ដោយប្រាក់ចំណូលទាំងនោះមួយភាគធំត្រូវបានលើកជាគម្រោងផែនការអភិវឌ្ឍបង្កើនការទាក់ទាញទេសចរពីមួយឆ្នាំទៅមួយឆ្នាំក្រុមអាជីវករនិងអ្នកដឹកជញ្ជូនភ្ញៀវទេសចរតាមទូកក្នុងតំបន់រមណីយដ្ឋានព្រៃកោងកាងពីមក្រសោបបានលើកឡើងរួមគ្នាថាពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដែលសម្ដេចបានគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋតាមរយៈការដាក់ចេញនៅវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់និងម៉ត់ចត់ដ៏មានប្រសិទ្ធភាពនិងទាន់ពេលវេលាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19 ជាពិសេសគោលនយោបាយចាក់វ៉ាក់សាំងបង្ការ Covid-19 ជូនប្រជាពលរដ្ឋទើបនាំឲ្យស្ថានភាពទេសចរបានងើបឡើងវិញគួរឲ្យកត់សម្គាល់ជាក់ស្ដែងជិត2ឆ្នាំមកនេះពួកគាត់បានផ្ដើមឱកាសបន្តអាជីវកម្មបម្រើដល់វិស័យទេសចរដើម្បីស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវភាពគ្រួសារតាមរយៈការបម្រើសេវាកម្មស្នាក់នៅលក់ចំណីអាហារនិងដឹកជញ្ជូនភ្ញៀវទេសចរតាមទូកទេសចរបើពពួកដូចជាបង្គាអញ្ចឹងយើងមានលក់ទាំងឆៅមានលក់ទាំងឆ្អិនបងបើឆ្អិនអញ្ចឹងតែខណៈយើងធ្វើឲ្យចំអិនឲ្យមួយសេតអញ្ចឹងអាហ្នឹង1គីឡូ 50000ចាក្តាមដូចគ្នាបងធ្វើឲ្យមួយឆ្អិន 65000ត្រីអីលក់ជាមួយមួយអញ្ចឹង 40000បងងន់អីយើងដុតឲ្យហើយយើងជូនឲ្យដល់កញ្ចុះហ្មងបងរៀបចំមួយសេតចានឆ្នាំងអាហ្នឹង 50000ចាបងហើយមានមុខម្ហូបផ្សេងៗទៀតច្រើនមុខគឺសមុទ្រគឺអីហ្នឹងយកមកពីណាគ្រឿងសមុទ្រនេះគឺគេឡើងតាមផែបងយើងកំងគេទុកទៅត្រូវ1គីឡូគេដឹកឲ្យដល់កន្លែងស្វះហ្មងចាបងទេសចរបរទេសមាននៅក្នុងមួយថ្ងៃយើងបានខ្លះជីទូកមិនជិះអញ្ចឹងណាមិនសបោដែរសបោ20នាក់អី10ទៅ20នាក់30នាក់អីមិនទៀងបាទមានគេការសុត្រីមានឃើញផ្សោតអត់ទេមានផ្សោតឃើញម្ដងម្កាលដែរបើស្ទូចត្រីនឹងស្ទូចបានច្រើនគេក៏ភ្ញៀវចូលចិត្តទៅស្ទូចត្រីព្រោះខែហ្នឹងវាអត់មានលោកហើយត្រីវាសបោខែត្រីសបោយកភាគច្រើនទៅស្ទូចត្រីព្រៃកោងកាងដូចថាច្រើនរាប់ពាន់ហិកតាអញ្ចឹងហើយព្រៃល្អធ្វើឲ្យអាកាសធាតុបរិយាកាសហ្នឹងវាបរិសុទ្ធទាក់ទាញភាពភ្ញៀវទេសចរមកកម្សាន្តដោយសារអាកាសធាតុល្អគាត់ទៅលេងនៅភូមិនេសាទឬក៏ឆ្នេរខ្សាច់អីមាត់គេហៅឆ្នេរខ្សាច់មាត់សមុទ្រហ្នឹងបាទគាត់មកកម្សាន្តនៅហ្នឹងព្រោះអីវាតម្លៃក៏ថោកហើយវាសមត្ថភាពត្រង់ថាតំបន់ខ្ញុំមានព្រៃកោងកាងបាំងចិត្តគឺវាអាចមានអាលោកធំមកអាចធ្វើឲ្យមានហានិភ័យបានទេគឺប្រកបដោយសុវត្ថិភាពបាទប្រកបដោយសុវត្ថិភាពមានអាវពោងមានអីឲ្យទូកនីមួយហ្នឹងអាចថាដឹកតាមដែលទម្ងន់ភ្ញៀវមានយ៉ាងច្រើនត្រឹម12ឬ13នាក់តាមទូកធំទូកតូចបាទអរគុណសម្ដេចបាទសម្ដេចហ៊ុនសែនល្អបាទដែលអីបាទដែលជួយ
ជាជនឲ្យរកបានឲ្យបានឲ្យវាមានអីសង្គ្រាមអីបានអត់ណាហ្នឹងហើយ ទន្ទឹមនឹងការស្ដារវិស័យទេសចរឲ្យវិលត្រឡប់មករកភាពប្រក្រតីវិញក្រសួងជំនាញពាក់ព័ន្ធរដ្ឋបាលខេត្តកោះកុងមន្ទីរទេសចរនិងអាជ្ញាធរមូលដ្ឋានបានបង្ហាញការគាំទ្រលើកស្ទួយយ៉ាងខ្លាំងតាមរយៈការផ្តល់កញ្ចប់ថវិកាផ្អែកលើគម្រោងអភិវឌ្ឍគ្រប់ទម្រង់ឲ្យស្របតាមស្តង់ដារបច្ចេកទេសដោយធានាបាននូវនិរន្តរភាពនិងប្រសិទ្ធភាពខ្ពស់លើការបម្រើសេវាកម្មទេសចរជូនភ្ញៀវទេសចរ លោកសុកច័ន្ទគ្រឹស្ណាប្រធានមន្ទីរទេសចរខេត្តកោះកុងបានថ្លែងថាតំបន់អេកូទេសចរធម្មជាតិព្រៃកោងកាងពីមក្រសោបជាតំបន់ទេសចរមួយដែលទទួលបានគម្រោងគាំទ្រអភិវឌ្ឍលើកស្ទួយជាច្រើនគួរសមបើធៀបនឹងតំបន់រមណីយដ្ឋានទេសចរផ្សេងទៀតនៅក្នុងខេត្តកោះកុងខណៈមានការផ្សព្វផ្សាយព័ត៌មានពីសក្តានុពលបានទូលំទូលាយព្រមទាំងអនុវត្តទៅតាមលក្ខខណ្ឌចង់បានរបស់រាជរដ្ឋាភិបាលក្រសួងទេសចរក្រសួងបរិស្ថានក៏ដូចជាអង្គការដៃគូ កន្លងមកតែងតែជួយនៅការផ្សព្វផ្សាយជូនគាត់ទី1ទី2ចោះពង្រឹងលើសមត្ថភាពរបស់គណៈកម្មការសហគមន៍ហើយគាត់ធ្វើយ៉ាងម៉េចឲ្យមានភាពរួសរាយរាក់ទាក់ការសម្អាតទីធ្លាអីចឹងណាហើយកន្លងមកក្រសួងក៏ដូចជាមន្ទីរអ្នកថតតែងតែជួយគ្រប់គ្រងទៅលើហេតុការណ៍សម្ព័ន្ធគ្រប់គ្រងដូចជាបន្ទប់ទឹកដល់ព័ត៌មានដល់ភ្ញៀវនៅសហគមន៍ហ្នឹងកន្លែងលក់សបុតហ្នឹងបាទហើយក៏មានជាធុងសម្រាមមានជាអីចឹងទៅហើយក៏អាគារសម្រាប់ផលិតផលសហគមន៍ដែរបាទនៅក្នុងហ្នឹងហើយក៏ជាក៏មានការវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតជួយដល់សហគមន៍បាទ ជាទិសដៅគៀងគរភ្ញៀវទេសចរឲ្យមកកំសាន្តកាន់តែច្រើនរដ្ឋបាលខេត្តកោះកុងនិងមន្ទីរទេសចរខេត្តបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់ទៅកាន់តំណាងសហគមន៍អេកូទេសចរអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរប្រតិបត្តិការទេសចរជុំវិញសហគមន៍គប្បីពង្រឹងគុណភាពអនាម័យសោភ័ណភាពសេវាកម្មស្នាក់នៅអាហារហូបចុកឲ្យបានល្អប្រសើរជៀសវាងភាពខ្វះចន្លោះឬលួចដំឡើងថ្លៃសេវាកម្មតាមតែចិត្តតែចង់ធ្វើឲ្យប៉ះពាល់ដល់មុខមាត់កេរ្តិ៍ឈ្មោះរបស់ខេត្ត កោះកុងជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេក្នុងចំណោមខេត្តជាប់សមុទ្រទាំង4របស់ប្រទេសកម្ពុជាព្រៃកោងកាងនៅតំបន់ការពារធម្មជាតិពីមក្រសោបខេត្តកោះកុងបានដើរតួនាទីយ៉ាងចម្បងជាជំរកនិងជាទីតាំងរក្សាស្តុកបង្កាត់ពូជនិងប្រភពមេពូជធនធានសមុទ្រដ៏សម្បូរបែបបញ្ហាដែលប្រឈមបំផុតគឺយើងចូលទស្សនាហើយប៉ុន្តែគ្រាន់តែយើងអត់ទាន់មានផលិតផលថ្មី នឹងបញ្ហាចម្បងឯងវាអត់មានផលិតផលថ្មីថាសម្រាប់ឲ្យភ្ញៀវតាក់ទាញភ្ញៀវមកហើយគាត់មកលើក្រោយគាត់ប្លែកអញ្ចឹងយើងអត់ទាន់មានអាហ្នឹងនឹងបញ្ហាប្រឈមទី1ទី2ដូចសំណួរមុនអញ្ចឹងថាតើយើងមានមគ្គទេសនៅយើងនៅនឹងមួយទៀតយើងអត់ទាន់មានអាហ្នឹងគឺជាបញ្ហាប្រឈមដែរដោយសារភ្ញៀវគាត់មកចូលគាត់មកដើរលេងអញ្ចឹងគាត់ដើរមើលធម្មតាអញ្ចឹងគាត់អត់ដឹងថាតើវាមានផលប្រយោជន៍អីទេកោងកាងយើងអាចបានរៀបរាប់អាហ្នឹងដែរបាទហ្នឹងជាបញ្ហាប្រឈមដែរ ឯកឧត្តមនីផូលីរដ្ឋលេខាធិការក្រសួងទេសចរបានលើកឡើងថាសហគមន៍ព្រៃកោងកាងពីមក្រសោបក្នុងខេត្តកោះកុងនឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយប្រាប់ដល់មនុស្សលើសកលលោកឲ្យបានដឹងនិងស្គាល់តាមរយៈគណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោកឆ្នាំ 2022 ជាក់ស្ដែងកាលពីអំឡុងខែធ្នូឆ្នាំ 2022 កន្លងទៅគណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោកប្រមាណ 130 នាក់ចម្រុះជាតិសាសន៍មកពី 120 ប្រទេសបានធ្វើទស្សនកិច្ចតាមអូប័រមកទស្សនាព្រៃកោងកាងពីមក្រសោបដើម្បីសិក្សាឆ្វេងយល់ពីសក្តានុពលដែលកំពុងមាននៅក្នុងមូលដ្ឋានខេត្តកោះកុង មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរក៏បានចាត់ទុកដែរថាសក្តានុពលជីវៈចម្រុះព្រៃកោងកាងពីមក្រសោបដែលស្ថិតនៅក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុងជាទីចាប់អារម្មណ៍ដ៏ល្អឯកមួយប្រចាំតំបន់អាស៊ាននិងតំបន់អាស៊ីទៅថ្ងៃអនាគតខេត្តកោះកុងនឹងទទួលបានគម្រោងអភិវឌ្ឍជាច្រើនតាមតំបន់ឆ្នេរសមុទ្រនិងដែនកោះក្រោមការគាំទ្ររបស់គណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក